Hello everyone នេះគឺជាការធ្វើដំណើរដ៏វែងឆ្ងាយមួយដែលយើងគិតថាជាការធ្វើដំណើរដ៏អស្ចារ្យក្នុងឆ្នាំ2025គឺទៅភ្នំសំទុះទៅថ្ម12ដែលជាភាសាអង់គ្លេសហៅថា12 Apostol ហើយវាប្រើពេលវេលាយូរមែនទែនគឺប្រហែលជា3 ទៅ 3 ម៉ោងកន្លះពីអនុប្រផាតទៅដល់កន្លែងយើងទៅហ្នឹងគឺ Camprival ហើយការធ្វើដំណើរគឺត្រូវការពេលវេលាយូរអញ្ចឹងយើងត្រូវការងើបតាំងម៉ោង5ព្រឹកឬក៏5កន្លះព្រឹកដើម្បីធ្វើដំណើរដោយរថយន្តឆ្លងកាត់រយៈពេលយូរមែនទែនតាមនេះយើងបានទៅដល់យើងសូមជើញទស្សនាជាបន្តទៀតជាមួយកម្មវិធីយើងដូចតទៅហើយការធ្វើដំណើរគឺយើងមកដល់កន្លែងនេះគេហៅស្ពាន Highway ដែលយើងអាចឆ្លងកាត់ទៅមើលទីក្រុង Melbourne បានតែម្ដងស្មាននេះយើងផែកខ្ទង់ម៉ោង7ជាងហើយការធ្វើដំណើរយើងត្រូវជប់ញ៉ាំបាយទៅតាមផ្លូវនៅកន្លែងជីឡងបាទអញ្ចឹងចង់ដឹងថារូបភាពក៏ដូចជាការសប្បាយរីករាយជាមួយនឹងមិត្តភ័ក្តិក្រុមគ្រួសារយើងមិនហ្នឹងសូមជម្រាបទស្សនាជាមួយកម្មវិធីយើងដែលមកផ្ដល់ជូនរូបភាពទាំងអស់អំពីថ្ម12ក៏ដូចជាកន្លែងផ្សេងៗទៀតដែលយើងបានទស្សនាកម្សាន្តពេញមួយថ្ងៃតាំងពីម៉ោង5ព្រឹករហូតដល់ម៉ោង8យប់បានមកដល់ផ្ទះវិញបាទនឹងមិនได้បារម្ភខ្លាចកូនមានគ្រូពេលកូនយំងាមិនได้ឲ្យមានឈ្មោះ Hi everyone now we are at ថ្ម12អត់ដល់ទេអូខេ is on the way មើលសម្ភារអ្នកចូលរួមតិចមើលមិនដែរអារម្មណ៍មិនដែរញ៉ាំនេះអូយភ្លៀងដល់ហើយនេះតែអារម្មណ៍មកក្រាដល់ពេលចឹងភ្លៀងហើយតែអារម្មណ៍ក្តៅអត់ក៏ក្តៅហើយពេលនេះផងគ្នាមកមកស៊ីអារម្មណ៍មិនដែរណែជើងយកnhau được thật ok số bữa thay dương mình đọc năm mà đông đang cả từng thêm nè là không biết Speak now. So good. Oh, wait. Okay, Papa. 1, 2, 3. Mama. Everyone say something before you across this one. Hello. 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 Yeah. Say something before you across this one. Bye bye. Đi hai. Đi hai. Okay. Đi hai. Nghe mặt muốn slong chặt tay chỉnh. Bye bye. Okay. Chôm. Chắc chắnទៀតបងប្អូនឡងពីគឺជាកន្លែងចាំមុនគឺកន្លែងនេះគឺវាតគ្នាបងប្អូនតែពេលក្រោយមកកាលពី20ឆ្នាំមុនវាបាក់ពេលវាបាក់ទៅគឺអ្នកនៅក្នុងកន្លែងខាងនេះគឺតិចពីត្រូវជាប់8ទៅ12ម៉ោងហើយរងចាំដល់ហេលីកូបទ័រគេមកយកបានគាត់អាចចេញបានដោយសារតែវាបាក់ភ្លាមអញ្ចឹងហើយបានកន្លែងត្រូវបានគេហាមគាត់ឲ្យចូលទៀតទេYeah. Hello, mà đào hai 12
ស្មីចន្ទ្រារាត្រីយប់យន្តគួរអើយគយគុណស្រទន់ភ្លឺច្បាស់គុណនេះប្រជាក់ក៏ក្តៅខ្លាំងណាស់ពុកគឺជាព្រះអរហន្តរបស់កូនក្រលំបាកឧបសគ្គយ៉ាងណាពុកតែងប្រាថ្នាសូមឲ្យបុត្រនៅស្ងួនរួចចាកផុតទុកបានសុខជួបជួនជីវិតត្រូវសូនក៏មិនសោកស្ដាយព្រះអើយព្រះរូបគុណដ៏ឧត្តមផ្ដល់ក្តីសង្ឃឹមឲ្យកូនទាំងឡាយមិនថានៅចិត្តឬក៏នៅឆ្ងាយរែងគិតខ្វល់ខ្វាយដល់កូនគ្រប់គ្រាក្នុងចិត្តពុកមិនអាចកាត់ថ្លៃគុណធ្ងន់អើយឥតបីចំពោះបុត្រភ្ងាទោះនៅក្មេងវ័យឬក៏ជរានឹកគ្រប់វេ